អ្នកទាំងអស់គ្នាមានឆ្ងល់ឬអត់ថាក្នុងចំណោមមនុស្ស10នាក់មានមនុស្ស3 4នាក់ហើយដែលធ្លាប់មានបទពិសោធន៍ត្រូវបានខ្មោចលងឬក៏បទពិសោធន៍ជាមួយនឹងរឿងខ្មោចនេះក៏ប៉ុន្តែរឿងព្រលឹងវិញ្ញាណឬក៏រឿងខ្មោចនេះមានអ្នកជួបប្រទះឬក៏និយាយតៗគ្នាអស់រាប់រយឆ្នាំមកហើយប៉ុន្តែគ្មាននរណាអាចបញ្ជាក់ជាការពិតថា 100% មាននោះទេតែចុះបើសិនបើខ្មោចមានពិតមែនតើវានឹងទៅជាយ៉ាងណាបើអ្នកទាំងអស់គ្នាចង់ដឹងចម្លើយស្ដាប់វីដេអូនេះឲ្យដល់ចប់សួស្ដីអ្នកទាំងអស់គ្នាខ្ញុំឈ្មោះ David តោះទៅដឹងនៅទាំងអស់គ្នា Melis Aurora គឺជាប្រេនទឹកអប់ high end ដែលខ្ញុំបានធ្វើឡើងហើយលក់ក្នុងតម្លៃសមរម្យបំផុតគឺមួយដបត្រឹមតែ$10តែប៉ុណ្ណោះបើអ្នកទាំងអស់គ្នាមិនទាន់ដឹងថារើសក្លិនមួយនេះអាចស័ក្តិសមទៅនឹងកលៈទេសៈអ្នកទាំងអស់គ្នាអាចឆាតមក Facebook page ឬក៏ Telegram បាននិងមានក្រុមការងារជួយណែនាំអ្នកទាំងអស់គ្នាទោះមិនទាន់ទិញក៏ដោយហើយអ្វីដែលកាន់តែពិសេសនោះគឺថាទិញមួយដបថែម tester 5 ml មួយតែបើទិញ2ដបថែម tester 2ហើយ free delivery ទៀតអញ្ចឹងកុំភ្លេចឆាតមកក្នុង page និង Telegram Melis Auroraច្បាស់ជាធ្លាប់ជួបប្រទះនឹងហេតុការណ៍មួយដែលថាកំពុងតែដើរម្នាក់ឯងនៅយប់ជ្រៅឬក៏កំពុងតែអង្គុយលេងទូរស័ព្ទសុកស្រាប់តែមានអារម្មណ៍ថាព្រឺក្បាលខ្ញាក់ដូចមាននរណាម្នាក់កំពុងតែសម្លឹងមើលយើងពីក្រោយអញ្ចឹងដល់ពេលងាកមើលទៅអត់មានអីសោះពេលនោះយើងច្បាស់ជាមានអារម្មណ៍ថាអូច្បាស់ជាខ្មោចលងហើយសំណួរសួរថាជាក់ស្ដែងទៅពិតជាខ្មោចលងមែនឬអត់បើតាមការពិតទៅជំនឿនៃរឿងខ្មោចព្រាយបិសាចនេះប្រទេសណាក៏មានដែរហើយតាំងពីជំនាន់ដើមមកម្លេះបើតាមការស្រាវជ្រាវមនុស្សលើពិភពលោកគ្រប់វប្បធម៌គ្រប់ជាតិសាសន៍ទាំងអស់យ៉ាងហោចណាស់ក៏ក្បែរនឹង 50% ដែរដែលជឿថាព្រលឹងមានពិតប៉ុន្តែនៅក្នុងថ្ងៃនេះយើងមិននិយាយរឿងខ្មោចទៅតាមជំនឿឬក៏អាគមទេហើយយើងក៏មិនប៉ះពាល់ទៅកាន់ជំនឿផ្សេងៗនេះដែរយើងបកស្រាយរឿងខ្មោចទៅតាមបែបវិទ្យាសាស្ត្រវិញម្ដងថាវិទ្យាសាស្ត្រនិយាយអ្វីខ្លះអំពីព្រលឹងវិញ្ញាណឬក៏ខ្មោចនេះឯងសូមបញ្ជាក់ប្រាប់អ្នកទាំងអស់គ្នាឲ្យហើយថាខ្ញុំក៏មានជំនឿទៅលើវិញ្ញាណខ្មោចព្រាយបិសាច 50-50ទៅលើបែបអបិយជំនឿដែរហើយយើងក៏នឹងបកស្រាយថាប្រសិនបើខ្មោចមានពិតមែនតើពិភពលោកយើងនេះនឹងទៅជាយ៉ាងណាវិញរឿងទី1ដែលអ្នកទាំងអស់គ្នាត្រូវដឹងនោះគឺ infrasound ឬក៏រលកសំឡេងអាត់កំបាំងវាមិនមែនជាមន្តអាគមអីទេប៉ុន្តែវាគឺជាសំឡេងដែលមានកម្រិតទាបខ្លាំងនៅក្រោម20 ហឺតទៅទៀតដែលតិចរបស់យើងនេះមិនអាចស្ដាប់ឮទេតែរាងកាយរបស់យើងអាចដឹងបានហើយសំឡេងនេះកើតចេញពីកង្ហារធំឬក៏សូម្បីតែសំឡេងឡានបែកកាត់មុខផ្ទះរបស់អ្នកក៏ប៉ុន្តែនៅពេលដែលរាងកាយរបស់យើងប៉ះពាល់ជាមួយនឹងរលកសំឡេងកម្រិតទាបបែបនេះវានឹងធ្វើឲ្យយើងមានអារម្មណ៍មិនស្រួលភ័យស្លន់ស្លោព្រឺក្បាលខ្ញាក់និងមានអារម្មណ៍ថាដូចជាអ្វីមួយមិនប្រក្រតីនៅក្បែរយើងហើយអ្នកវិទ្យាសាស្ត្របានរកឃើញថាកន្លែងដែលមនុស្សល្បីថាខ្មោចលងសាហាវជាងគេនោះភាគច្រើនជាកន្លែងដែលមានរលកសំឡេងប្រភេទនេះច្រើនតែម្ដងហើយប្រហែលជានៅពេលដែលយើងបិទប្អួយឬក៏បិទដង្ហើមផ្ទះខ្មោចនោះក៏ប្រហែលជាបាត់លងដែរតែនេះខ្ញុំនិយាយលេងណាហើយរឿងទី2នោះគឺ electromagnetic field ឬក៏ diamagnetic អ្នកទាំងអស់គ្នាមានដឹងថាខួរក្បាលរបស់យើងដើរដោយចរន្តអគ្គិសនីតូចតិចនៅពេលដែលយើងនៅក្បែរកន្លែងមួយដែលមាន diamagnetic ខ្លាំងដូចជាកន្លែងដែលមានខ្សែភ្លើងធំឬក៏ឧបករណ៍អេឡិចត្រូនិកចាស់វានឹងអាចរំខានទៅកាន់ការធ្វើការងាររបស់ខួរក្បាលរបស់យើងហើយនៅពេលនោះហើយដែលធ្វើឲ្យយើងចាប់ផ្ដើមមានអារម្មណ៍ថារវើរវាយឬក៏ hallucination ដែលឃើញស្រមោលខ្មៅហោះកាត់មុខឬក៏មានសម្លេងដូចគេខ្សឹបហៅឈ្មោះបើនិយាយចំទៅខួរក្បាលរបស់យើងគឺភ័ន្តច្រឡំខ្លួនឯងដែលយើងសន្មតថាវាទៅជាខ្មោចទៅវិញបើដូច្នេះហើយខ្សែភ្លើងធំឬក៏ឧបករណ៍អេឡិចត្រូនិកចាស់នោះដែលធ្វើឲ្យប្រព័ន្ធប្រសាទខួរក្បាលរបស់យើងមានការភ័ន្តច្រឡំតែប៉ុណ្ណោះហើយក្នុងចំណុចមួយនេះភាគច្រើនអ្នកទាំងអស់គ្នាធ្លាប់ជួបប្រទះបានច្រើនជាងគេដោយសារតែខ្ញុំធ្លាប់និយាយអំពីខ្មោចសង្កត់ឬក៏ sleep paralysis នេះឃើញមានថាក្នុងចំណោមអ្នកទាំងអស់គ្នាមួយចំនួនធ្លាប់ខ្មោចសង្កត់ឬក៏ sleep paralysis នេះប៉ុន្តែបើយើងបកស្រាយមកវិញទៅនៅពេលដែលយើងមានអារម្មណ៍ថាយើងមិនអាចកម្រើកខ្លួនរួចមិនអាចដកដង្ហើមចង់ចេញហើយយើងឃើញរូបរាងស្រមោលខ្មៅឈរក្បែរក្រែតរបស់យើងនោះបើតាមពុតវិទ្យាសាស្ត្របកស្រាយថាមកពីខួរក្បាលរបស់អ្នកភ្ញាក់មុនពេលរាងកាយរបស់អ្នកភ្ញាក់ពីគេងនៅក្នុងស្ថានភាពនេះសាច់ដុំរបស់យើងនៅស្ពឹកនៅឡើយតែភ្នែករបស់យើងបានបើកមើលឃើញទៅហើយដោយសារតែខួរក្បាលរបស់យើងស្ថិតនៅក្នុងដំណាក់កាលសបិន REM sleep វាបង្កើតចេញជារូបភាពយល់សបិនទាំងស្រស់តែម្ដងដែលបញ្ចូលមកក្នុងកែវភ្នែករបស់យើងហើយវាមិនមែនជាខ្មោចសង្កត់មកយកព្រលឹងអីនោះទេវាដោយសារតែយើងហត់ពេកឬក៏គេមិនគ្រប់គ្រាន់នេះឯងឥឡូវយើងសាកសន្មតថាខ្មោចមានពិតទេចោះចាប់តាំងពីមនុស្សកើតមកលើផែនដីមានមនុស្សស្លាប់ប្រហែលជា100,000 លានអ្នកបាត់ទៅហើយបើមនុស្សស្លាប់ទៅហើយខ្លាចជាខ្មោចទាំងអស់នោះតើអ្នកទាំងអស់គ្នាគិតថាផែនដីយើងចង្អៀតប៉ុណ្ណាទៅបច្ចុប្បន្ននេះមនុស្សដែលរស់រានមានតែ 8,000 លានអ្នកទេ ប៉ុ
ប៉ុន្តែខ្មោចមានរហូតដល់ 100,000 លាននាក់ឯណោះដើរទៅណាក៏បុកខ្មោចដែរជាពិសេសកន្លែងដែលធ្លាប់មានសង្គ្រាមមន្ទីរពេទ្យច្បាស់ជាកកកុញដូចផ្សារត្រីអញ្ចឹងហើយសំណួរមួយទៀតលេចឡើងថាចុះខ្មោចធ្វើពីអ្វីបើតាមវិទ្យាសាស្ត្របើខ្មោចមានរូបរាងពិតមែនវានឹងអាចធ្វើពីសារធាតុមួយយ៉ាងដែលហៅថា aerogel គឺជាសារធាតុដែលរឹងហើយស្រាលបំផុតនៅក្នុងពិភពលោកបើអញ្ចឹងមែនមនុស្សរស់នឹងខ្មោចប្រហែលជាត្រូវដណ្ដើមផ្លូវគ្នាដើមជាមិនខានបើសរុបមកវិញខ្មោចគឺជាអត្ថកម្បាំងដែលវិទ្យាសាស្ត្រព្យាយាមបកស្រាយតាមរលកសំឡេងដែលម៉ាញ៉េទិកនិងការធ្វើការងាររបស់ខួរក្បាលប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយជំនឿគឺជាសិទ្ធិបុគ្គលហើយវាគឺជាការផ្ដល់កម្លាំងចិត្តដល់យើងថាជីវិតនៅក្រៅសេចក្តីស្លាប់ប្រហែលជាមានពិតមែនប៉ុន្តែសំណួរដែលមិនសមស្របបានលេចចេញមួយទៀតដែរថាបើសិនបើខ្មោចជាថាមពលមែនបើតាមច្បាប់រូបវិទ្យាថាមពលមិនអាចបង្កើតថ្មីឬក៏បំផ្លាញចោលបានទេចុះហេតុអ្វីថាមពលខ្មោចនេះបានមកពីណាអ្នកទាំងអស់គ្នាអាចយកទៅគិតខ្លួនឯងបានហើយសំណួរចុងក្រោយនោះតើអ្នកទាំងអស់គ្នាជឿទៅលើថាខ្មោចមានពិតនៅលើពិភពលោកយើងដែរឬទេកុំភ្លេចខមមិនប្រាប់ខ្ញុំនៅខាងក្រោមផងដូច្នេះវីដេអូថ្ងៃនេះមានតែប៉ុណ្្នឹងទេសូមអរគុណគ្រប់គ្នាសម្រាប់ការទស្សនាវីដេអូនេះបើអ្នកទាំងអស់គ្នាពេញចិត្តសូមភ្លេចចុច like និង subscribe អ្នកទាំងអស់គ្នាក៏អាចចូលមើលវីដេអូផ្សេងៗរបស់ខ្ញុំបានផងដែរសូមអរគុណ